ការប្រកាសនឹងហុំព័ទ្ធដែនសមុទ្រកម្ពុជាគឺជារឿងធំណាស់ដែលបងប្អូនជនរួមជាតិខ្មែរយើងកំពុងតែសប្បាយខាងអួតហើយលោកហ៊ុនសែនមិនដែលបានគិតតលតែសោះថាគ្រោះថ្នាក់នេះវាមកដល់ទោះបីដូណាល់ត្រមមកជួយឲ្យឈប់ច្បាំងគ្នាក៏ដោយដានស្នាមនៃផែនការបិទសមុទ្រកម្ពុជាគឺคล้ายជាការពិតហើយពីដើមឡើយខ្ញុំយកផែនទីខាងក្រៅនេះយកមកណាជាផែនទីរបស់គណៈកម្មការព្រំដែនសៀងប៉ៃសែហើយនឹងផែនទីអំពីខ្ពង់រាបដែនសមុទ្រខ្មែរតាមរយៈក្រិតដែលបានប្រកាសដោយសាធារណរដ្ឋខ្មែរតាមរយៈណាក្រិតដែលបានប្រកាសដោយសាធារណរដ្ឋខ្មែរហើយខ្ញុំបានលើកយករឿងនេះមកអធិប្បាយជាញឹកញយស្ដីអំពីសភាពការនៃខ្ពង់រាបដែនសមុទ្រសមុទ្រសេដ្ឋកិច្ចផ្ដាច់មុខសមុទ្របូរណភាពនិងបន្ទាត់មូលដ្ឋានខ្ញុំមិនដែលនឹកឃើញថាសៀមធ្វើមុនយួនទេខ្ញុំចេះតែនឹកឃើញថាយួនវាធ្វើមុនសៀមតែឥឡូវនេះវាមិនមែនយួនធ្វើមុនសៀមទេសៀមធ្វើថ្ងៃនេះហើយថ្ងៃនេះប្រវត្តិសាស្ត្របានបើកបង្ហាញថាណាឃើញឯងកំពុងតែនិយាយពីរឿងបាត់សមុទ្រដែលជាដង្ហើមធំចៅសួរថាវាយដល់សៀមរាបទេគ្នាអត់យល់ណាចៅអត់យល់ទេចៅយល់ឃើញថាសៀមរាបហ្នឹងគឺជាស្គរមួយគ្រាប់ចំណែកឯសមុទ្រកម្ពុជាគឺជាផែនដីដែលចៅឯងត្រូវពឹងពាក់នៅពេលដែលតាកំពុងតែនិយាយអំពីការបាត់សមុទ្រការពាត់សមុទ្រឃើញឯចៅសួរពីរឿងថាតាវាយដល់សៀមរាបទេមិនអញ្ចឹងមិនបន្ទោសទេចៅពួកចៅអត់យល់សោះគេអត់ឲ្យចៅចេះចៅអត់កំហុសទេចៅគ្មានកំហុសទេចៅអត់ខុសទេពីព្រោះចៅគេរៀបចំឲ្យចៅកើតមកអត់យល់អញ្ចឹងចៅទៅគិតឯណាសៀមរាបទៅគិតឯណាឧទាហរណ៍ថាចៅនៅរតនគិរីចៅសួរថាសៀមមានវាយដល់រតនគិរីអត់ណាជួនកាលចៅឆ្ងល់ថាម៉េចក៏សៀមមិនវាយបៃលិនតែបើបបួលចៅឲ្យយកចិត្តទុកដាក់ពីការបិទដង្ហើមសេដ្ឋកិច្ចចៅអត់ស្ដាប់ទេមិនបានអត់ស្ដាប់ព្រោះអត់យល់អញ្ចឹងអត់បន្ទោសទេមិនមែនជាកំហុសទេគឺវាមិនយល់បើមិនយល់ឲ្យទៅធ្វើម៉េចបើមិនយល់ឲ្យធ្វើម៉េចណាដូចជាស៊ុនហាអញ្ចឹងស៊ុនហាចាញ់មកគឺគិតតែពីរឿងច្បាំងគ្នាចង់ច្បាំងណាស់ពីព្រោះគ្នាមិនដែលត្រូវក្របបើវាត្រូវក្រប3 4កន្លែងដូចខ្ញុំឬសូវសង្គ្រាមប្របាក់ចិត្តស៊ុនហាចង់តែរឿងច្បាំងទេចង់តែរឿងកភ្លើងចង់តែរឿងអីហើយនឹកឃើញតែទិញកភ្លើងមកហ្នឹងគឺឈ្នះហ្មងអត់ដឹងថាអា PHL03 ដែលហ៊ុនសែនមិនទាន់ហ៊ានបាញ់ពីព្រោះគាត់ខ្លាចគាត់តៃស្មឹងគាត់ខ្លាចកូនប្រពន្ធគាត់ចៅគាត់រត់មិនសពដីបានជាគាត់មិនហ៊ានបាញ់អត់គិតអញ្ចឹងទេចេះតែទាំងហាយហៅសម្ដេចពុកដល់បន្ទាត់ក្រហមហើយនៅពីព្រោះអីពីព្រោះ05មិនដែលភ្លក់ក៏មិនមែនជាកំហុសរបស់05ដែរមិនមែនជាកំហុសទេពីព្រោះគ្នាមិនយល់ណាអាហ្នឹងអញ្ចឹងគឺមិនយល់នឹងត្រឡប់ទៅវិញខ្ញុំអាប់ដេតបន្តិចសិនណាបងប្អូនណាចាំខ្ញុំឆ្លើយវគ្គនេះផែនទីខាងក្រោយនេះគ្រាន់តែជាការរំលឹកទេណាខ្ញុំអាប់ដេតបន្តិចណាបងប្អូនខ្ញុំអាប់ដេតបន្តិចហើយនេះគឺជាព័ត៌មានសៀមណាបងប្អូនណាជាព័ត៌មានសៀមมันអាចយកជាការពិតទេលុះត្រាតែបងប្អូនយកទៅបញ្ជាក់ជាមួយព័ត៌មានរបស់រាជការកម្ពុជាបញ្ជាក់ហើយបញ្ជាក់ទៀតនេះគឺជាព័ត៌មានមិនពិតទេតែជាចំណែកមួយយកទៅប្រកាសណាគឺថាយកទៅប្រៀបធៀបនឹងព័ត៌មានរបស់រាជការកម្ពុជាសេចក្តីប្រកាសអំពីស្ថានភាពសឹកនៅខេត្តត្រាតថ្ងៃ14ថ្ងៃអាទិត្យទី14ខែធ្នូឆ្នាំ2025ឧត្តមនាវីរងបារាជរតន័យចៃយប៉ាន់អ្នកនាំពាក្យនៃកងភូមិន្ទជើងទឹកថៃបានបើកបង្ហាញឲ្យដឹងថាសត្រូវរបស់ថៃឡង់គឺកម្ពុជាណាបានជ្រៀតចូលក្នុងតំបន់ខេត្តត្រាតហើយបានធ្វើភារវកម្មលើទឹកដីថៃប្រឆាំងនឹងកងទ័ពថៃនិងរដ្ឋាភិបាលថៃក្នុងគោលដៅបង្កអសន្តិសុខសេនាធិការត្រាតចន្ទបុរីបានអនុវត្តនៅផែនការដូចតទៅដើម្បីធានាសន្តិសុខនិងការពារកុំឲ្យរឿងបែបនេះកើតឡើងធំបញ្ជាក់អំពីការបិទបំរាមគោចរ
ហាមមិនឲ្យប្រជាជនធ្វើដំណើរផ្ដេសផ្ដាស់នៅពេលយប់ហើយនឹងបង្កើតការឃ្លាំមើលថែមទៅលើសន្តិសុខនៃខេត្តត្រាបចន្ទបុរីស្រុកចំនួន5ត្រូវបានដាក់ក្នុង curfew លើកលែងតែស្រុកកោះគុតនិងស្រុកកោះចាងនរណាដែលចង់ធ្វើដំណើរឆ្លងកាត់ពីម៉ោង19ទៅម៉ោង5ភ្លឺរៀងរាល់ថ្ងៃត្រូវមានការអនុញ្ញាតពីទីបញ្ជាការកងទ័ពថៃនេះគឺជាព័ត៌មានណាដែលតកតងនឹងខេត្តត្រាបចន្ទបុរីព័ត៌មានមួយទៀតថៃបានផ្សាយថាទេសចរចំនួន180នាក់ទៅជាង200នាក់ដែលបានទៅទស្សនាកោះផាងអានណាបានផ្អើលឆាវឡោថាត្រូវជំលះខ្លួនចេញពីទីនោះដោយសារមានចម្បាំងកងទ័ពថៃហើយនឹងរដ្ឋាភិបាលថៃកំពុងតែតាមដានថាមានការបំផិតបំភ័យពីណាមកណាហ្នឹងចំណុចមួយកាលពី1ម៉ោងមុននេះសៀមបានទទួលនៅការគូសបញ្ជាក់សារជាថ្មីរបស់លោកហ៊ុនសែនដែលបានចេញផ្សាយថាការបិទព្រំដែនគោកមិនឲ្យពួកថៃឆ្លងទៅស្រុកវិញមិនមែនជាចំណាប់ខ្មាំងទេព្រំដែនអាកាសអត់មានបិទទេនៅភាគមុនខ្ញុំបានជម្រាបហើយហ៊ុនសែនធ្វើយុទ្ធសាស្ត្រនេះចង់គម្រាមខាំងសៀមដែលកំពុងតែធ្វើការនៅស្រុកខ្មែរសៀមវាឆ្លៀតឱកាសហ្នឹងប្រកាសបិទនិងធ្វើការហុំព័ទ្ធដែនសមុទ្ររបស់កម្ពុជាហ៊ុនសែនត្រូវចាញ់មកបញ្ជាក់រឿងហ្នឹងវិញពីព្រោះជាឧបាយកលទៅវិញទៅមកអត់មានខុសមានត្រូវទេគឺហ៊ុនសែនគាត់កំញើងសៀមថាបើឯងហ៊ានវាយអញប្រជាជនឯងរាប់ពាន់នាក់អញនឹងឃុំអញនឹងទុកឲ្យវេទនាអញឲ្យឯងហ៊ានវាយអញឯងហ៊ានវាយប៉ោចប៉ែតឯងហ៊ានវាយអីប្រជាជនឯងនៅហ្នឹងយុទ្ធសាស្ត្ររបស់ហ៊ុនសែនគឺជាយុទ្ធសាស្ត្រកុម្មុយនីសធ្វើគឺយកជនស៊ីវិលរបស់ប្រទេសមួយធ្វើជាចំណាប់ខ្មាំងសៀមវាដឹងរឿងហ្នឹងវាក៏ពាត់សមុទ្រក្នុងការពាត់សមុទ្រហ៊ុនសែនឃើញវាពាត់សមុទ្រឃើញវាប្រុងវាយហើយសៀមវាចោទថាហ៊ុនសែនចង់ធ្វើខុសអនុសញ្ញាអន្តរជាតិហ៊ុនសែនគាត់ចេញទៅបកស្រាយថាអញអត់បានចាប់ជនជាតិឯងទេជនជាតិឯងចង់ទៅណាទៅជិះបោះហោះទៅតែផ្លូវគោកកំពុងបាញ់គ្នាអញអត់ឲ្យឯងឆ្លងមិនមែនអញចាប់ចម្រិតទេមិនមែនអញចាប់ឯងជាចំណាប់ខ្មាំងទេអញ្ចឹងហ៊ុនសែនក៏គាត់អត់ខុសគាត់ត្រូវប្រើល្បិចរបស់គាត់ចំណែកសៀមក៏វាប្រើល្បិចរបស់វាអញ្ចឹងវាជាចក្រពងភូវនាថកំពុងតែប្រកួតគ្នាជាមួយនឹងឯជោស្ដេចសង្គ្រាមណាបងប្អូនវាអត់មានអ្នកណាខុសណាត្រូវទេគឺត្រូវលេងគ្នាអញ្ចឹងតែមកដល់ថ្ងៃទី14នេះសៀមវាពាត់សមុទ្រកម្ពុជារឿងនេះឧបមាថា2-3ថ្ងៃទៀតឈប់បាញ់ក៏អាផែនការពាត់សមុទ្រនេះអាផែនការត្រាពិឃាតអាផែនការត្រាសម្ពាធហើយនឹងអាប្រតិបត្តិការសឹកប្រជួបគិរីខណ្ឌព្រះច័ន្ទគិរីខេត្តនេះគឺអាផែនការនេះវាធ្វើឲ្យរបស់ដែលខ្ញុំព្រួយបារម្ភ30ឆ្នាំហើយវាឥឡូវនឹងអត់ចាំបាច់ព្រួយបារម្ភទេគឺជាគ្រោះថ្នាក់តែហ្មងវាគ្រោះថ្នាក់ឲ្យស្រេចហើយគ្រោះថ្នាក់នេះកម្ពុជាត្រូវការយ៉ាងតិច10ឆ្នាំដើម្បីស្រាយអាគ្រោះថ្នាក់ហ្នឹងត្រូវការ10ឆ្នាំហើយ10ឆ្នាំហ្នឹងត្រូវការធនធានត្រូវការការយកចិត្តទុកដាក់ត្រូវការការងារច្រើនណាស់ដើម្បីដោះស្រាយបញ្ហាហ្នឹងដូច្នេះហើយពីដើមគ្រាន់តែជាបទសង្ស័យទេឥឡូវវារៀលវាជារឿងពិតគ្រោះថ្នាក់មកដល់ហើយបងប្អូនកូនចៅណាមុំ3ដៃមុំ3ប្រប៉ិនតពកឆ្កែណាជុំវិញប្រាសាទព្រះវិហារណាមមីវេលន្ត្រីអីនេះសិតមមីទេមកក្តីតាកបីកញ្ចក់ជើងទេតាមន់ណាមមីទេដូច្នេះនៅក្នុង800គីឡូម៉ែត្រតាមបណ្ដោយព្រំដែនណាគឺអត់សំខាន់ខ្លាំងទេអ្វីដែលបងប្អូនហើយនឹងរាជការហ៊ុនសែន
ត្រូវយកចិត្តទុកដាក់គឺសមុទ្រអាបាតសមុទ្រហ្នឹងវាមានជាង 300,000 លានណាតែអា 300,000 ជាង 300,000 លានហ្នឹងថាមិនចោះតែវាបិទដង្ហើមសេដ្ឋកិច្ចបើកម្ពុជាវាខ្លាយទៅជាឡាវបងប្អូនឃើញទេដូណាល់ត្រាំដាក់ប្រទេសឡាវទៅក្នុងប្រទេសអត់ឲ្យធ្វើ immigration អ្នកដែលមកដល់ប្រទេសអាមេរិកហើយមិនទាន់បាន green card អត់តឲ្យទេគឺតែដាច់ I-94 ឲ្យទៅលាវវិញបើមិនទៅគេចាប់បញ្ជូនលាវដែលមកដល់លើដីអាមេរិកហើយកាន់ green card គេអត់ត green card ឲ្យទេគេអត់ត green card ឲ្យទេបើ green card នឹង10ឆ្នាំដាច់ green card គេឲ្យទៅវិញលើកលែងតែប្រធានាធិបតីបន្ទាប់ពីត្រាំនឹងគេដូរច្បាប់មួយទៀតអ្នកដែលមាន green card លាវនឹងគ្រប់5ឆ្នាំដាក់ពាក្យសុំចូលសញ្ជាតិគេអត់ពិចារណានៅឡើយទេរីឯទិដ្ឋាការគ្រប់ទាំងអស់ពីលាវគេបាទាំងអស់គេបិទទាំងអស់គេបាទាំងអស់បងប្អូនសប្តាហ៍នេះអាមេរិកនៅចូលចិត្តកម្ពុជាពីព្រោះវាមានរ៉ែបងប្អូនចិននៅលួងលោមដាក់ 20,000 លានឲ្យហ៊ុនសែនចាយលេងដោយមានរ៉ែតែបើសិនជាគេបិទចំោះកម្ពុជាមិនចាំបាច់ថែមលុយទេកម្ពុជាត្រូវវាទៅលិតបាត់ជើងគេដើម្បីរស់ដូច្នេះឲ្យបងប្អូនឈប់ចូលទៅភូមិសាស្ត្រយើងស្រួយដូចអំបុកហ៊ុនសែនប្រមូលឲ្យបុកអំបុកស៊ីហ្នឹងគឺថាស្រួយជាងអំបុកទៀតខ្ញុំប្រាប់ទៅបងប្អូនអើយអញ្ចឹងកុំសួរថាតាគេវាយចូលដល់ព្រះវិហារទេអូតាគេវាយចូលសៀមរាបទេតាគេវាយចូលដល់បាវិតទេគេអត់វាយចូលទៀតទេបើគេបិទដង្ហើមសេដ្ឋកិច្ចហ្នឹងគឺសៀមហើយនឹងយួនហ្នឹងគេចង់ធ្វើអីយើងក៏បានដែរកូនអើយណាគេចង់ធ្វើអីយើងក៏បានដែរកូនអើយណាអាហ្នឹងអញ្ចឹងណាអូខេដូច្នេះអ្វីដែលជាបទសង្ស័យដែលខ្ញុំតែងលើកមកហ្នឹងឥឡូវហ្នឹងអត់មានបទសង្ស័យតែឥឡូវមែនតែនបានជាលោកហ៊ុនសែនហ្នឹងគាត់ចាញ់មកបញ្ជាក់តែការចាញ់មកបញ្ជាក់សារជាថ្មីថ្ងៃនេះសៀមវាបានចាញ់បញ្ជាពាត់សមុទ្រកម្ពុជាហើយណាអូខេកាលពីជិត2ម៉ោងមុននេះសៀមបានចោទថាលោកហ៊ុនសែនបិទមិនឲ្យប្រជាជនវាឆ្លងពីប៉ោយប៉ែតចូលដីថៃវាចោទហ៊ុនសែនថាវក្រែមរឿងចោទវាអត់អីទេអារឿងចោទនោះយើងក៏ចោទវាក៏ចោទយើងចោទចោះណាចោទចោះណាវាផ្សាយវាចាញ់ផ្សាយណា following clear action by Cambodian authorities to obstruct the return of several thousand of Thai citizens to Thailand at the border checkpoint of Phao Pat City, the Royal Thai government has issued a statement on the matter. ឧត្តមសេនីយ៍វ៉ាន់ថៃសុវ៉ារីអ្នកនាំពាក្យកងទ័ពជើងគោកថៃបាននិយាយថាអំពើនេះគឺជាអំពើខុសច្បាប់អន្តរជាតិដែលឃាខាំងមិនឲ្យជនស៊ីវិលឆ្លងដែនមកកាន់ប្រទេសតាមកំណើតរបស់គេនៅពេលមានសឹកសង្គ្រាមដែលអាចចាត់ទុកថាជាអំពើខុសច្បាប់អន្តរជាតិនិងសិទ្ធិមនុស្សហើយអាចទៅជាអក្រិតកម្មសង្គ្រាមផងដែរកងទ័ពថៃនឹងពិចារណាអំពើរបស់កម្ពុជាលើរឿងនេះតាក់ទងនឹងផ្លូវច្បាប់អន្តរជាតិក៏ដូចជាកម្លាំងដែលត្រូវចាំបាច់អន្តរាគមន៍រឿងនេះអាការចោទប្រកាន់អត់អីទេបងប្អូនតែឥឡូវនេះវាពាត់សមុទ្រពាត់សមុទ្រនេះហើយជារឿងដែលលំបាកណាបងប្អូននេះគឺជារឿងដែលលំបាកដូច្នេះណាចំណុចនៃរឿងដែលវាពាត់ដែនសមុទ្រនេះបើដូណាល់ត្រាំបញ្ចប់ការបាញ់គ្នាផែនការនឹងនៅដដែលសញ្ញាបង្ហាញថាយួននិងសៀមត្រូវគ្នាបើគ្មានការព្រមព្រៀងគ្នាស្ងាត់ទេការពាត់ដែនសមុទ្រខ្មែរធ្វើអត់បានទេណាការពាត់ដែនសមុទ្រគ្នាធ្វើអត់បានទេអញ្ចឹងអាការដែលដាក់បទសង្ស័យរបស់ខ្ញុំខ្លាយទៅជាការពិត
คลายទៅជាការពិតណាคลายទៅជាការពិតបញ្ហាសង្គ្រាមណាបញ្ហាសង្គ្រាមគឺដូចជាស្មុគស្មាញខ្លាំងខ្ញុំសូមអង្វរឲ្យបងប្អូនខ្មែរយើងឈប់ចូលទៅរួមទាំងរាជការមានហ៊ុនសែនឈប់ចូលទៅអត់មានផ្លូវចូលទេរបៀបដែលកើតឡើងបញ្ហានេះដូចខ្នោះដៃអញ្ចឹងឲ្យតាហាមាត់លោតកញ្ឆេងអាខ្នោះហ្នឹងវាបិទមកលាក់រឿងគេមិនឈប់ទេយើងត្រូវរកផ្លូវដោះស្រាយណារឿងថាគេឈប់នោះគេអត់ឈប់ទេគេដាក់ផែនការហើយដូច្នេះមានតែម្យ៉ាងទេគឺដោះស្រាយគឺតលតែយើងនឹងដោះស្រាយហើយដោះស្រាយត្រូវការ10 20ឆ្នាំរឿងធំណាដូច្នេះហើយឥឡូវហ្នឹងខ្ញុំប្រហែលជាត្រូវទម្លាក់ចោលពាក្យថាសក់មិនបានយូរអាពាក្យថាកម្ពុជាយើងនៅសក់មិនបានយូរខ្ញុំប្រហែលជាឈប់និយាយខ្ញុំនិយាយឲ្យចាំមកថាអត់សក់ហើយចំណែកលោកហ៊ុនសែននិងតកូលហ៊ុនខ្ញុំនិយាយថាកុំឲ្យខាតពេលរឿងឲ្យគេអរគុណសន្តិភាពអីតកូលហ៊ុនអត់សក់ទេយួនហើយនឹងសៀមវាធ្វើទុកតកូលហ៊ុនបើវាមកត្រូវគ្នាជាមួយតកូលហ៊ុនក៏វាមិនសក់ដែរអញ្ចឹងអាអរគុណសន្តិភាពហ្នឹងមិនបាច់ដោះក្បត់ចោលទេចង់បន្ថែមស្លាកទៀតក៏វាមិនសក់ដែរខ្មែរត្រូវឈប់ចូលឈប់អួតត្រូវកសាងធនធានគ្រប់យ៉ាងធនធានសេដ្ឋកិច្ចណាធនធានសេដ្ឋកិច្ចធនធានសេដ្ឋកិច្ចធនធានមនុស្សធនធានជំនាញកសាងកងទ័ពកសាងការពារដែនសមុទ្រកសាងសមត្ថភាពផ្លូវច្បាប់ហើយឲ្យខ្មែរមានសេរីភាពមិនសេរីភាពច្រើនហួសទេប៉ុន្តែផ្ដល់សេរីភាពឲ្យខ្មែរឈប់ចាប់ចងគ្នាទៅណាឈប់ចាប់ចងគ្នាទៅអានឹងតែប៉ុណ្្នឹងទេណាឈប់ចាប់ចងគ្នាទៅឥឡូវនេះកងទ័ពជើងទឹកថៃវាកលាច់សម្ដីវាថាការពាត់សមុទ្រកម្ពុជាគឺជាសំណើទេមិនទាន់អនុវត្តទេគឺនឹងមានការប្រជុំកំពូលក្នុងក្រុមប្រឹក្សាសន្តិសុខជាតិថៃថ្ងៃស្អែកថ្ងៃទី15ហើយសំណើក្នុងការពាត់សមុទ្រកម្ពុជាមានដូចតទៅទី1បញ្ឈប់មិនឲ្យកម្ពុជានាំប្រេងឆៅឬក៏ប្រេងចម្រាញ់ហើយចូលណាបញ្ឈប់ការនាំចូលរបស់កម្ពុជាលើទំនិញណាដែលសង្ស័យថាមានគ្រោះថ្នាក់ដល់ប្រទេសសៀមទី2តាមដានគ្រប់នាវាដឹកទំនិញទាំងអស់ដែលចេញចូលកំពង់ផែរបស់កម្ពុជាទី3ប្រកាសដែនទឹកជុំវិញផែកម្ពុជាជាតំបន់អសន្តិសុខ3យ៉ាងនេះsuspend fuel and strategic goods export to Cambodia, enhance CMOC vessel monitoring to intercept supply shipments to Cambodia, declare water near Cambodian ports as high-risk zones due to indiscriminate Cambodian fire ទាំង3ហ្នឹងវាខុសច្បាប់អន្តរជាតិអ្វីដែលសៀមធ្វើនេះឥឡូវសៀមវាកលាច់បន្តិចទេវាថាមិនទាន់អនុវត្តទេវាប្រជុំស្អែកភាសាទៀតប៉ុន្តែអ្វីដែលវាធ្វើនេះវាខុសច្បាប់អន្តរជាតិខុសច្បាប់សមុទ្រ UNCLOS គេហៅ UNCLOS ណាអូខេវាខុសច្បាប់ក៏ប៉ុន្តែកម្ពុជាមិនទាន់សច្ចាប័នលើច្បាប់សមុទ្រទេកម្ពុជាជាលេខីប្រទេសកម្ពុជាក៏នៅតែតវ៉ាបានដែរទោះបីយើងមិនមែនជាប្រទេសធ្វើសច្ចាប័នUNCLOSក៏ដោយអា UNCLOS 1982ហ្នឹងណាក៏យើងតវ៉ាបានដែរយើងមានសិទ្ធិ
មានសិទ្ធិទោះបីយើងមិនទាន់ធ្វើសាច់ច្បាប់បានយើងនៅសិទ្ធិដែរពីព្រោះយើងជាសមាជិកអង្គការសហជីវជាតិក៏ប៉ុន្តែការតវ៉ាផ្លូវទូតវាជាចំណែកមួយរីឯការតវ៉ាក្នុងផ្លូវដែលយើងមានកម្លាំងកម្លាំងរបស់យើងនឹងវាជួយការទូតបើយើងក៏លេចមើលតបជើងទឹកកម្ពុជាគឺតូចតាចបំផុតហើយមិនត្រឹមតែប៉ុណ្្នឹងទេយើងបណ្ដោយឲ្យកងទ័ពជើងទឹកយើងយកភាស៊ីលើការនេសាទរបស់ថៃ30ឆ្នាំហើយមានន័យថាហ៊ានជើងទឹកយើងប្រមូលលុយសំណូកដែលនេសាទថៃគេនេសាទលើទឹកដែនទឹកយើងអញ្ចឹងអាដែនទឹកយើងនឹងវាមិនដែលបានផលមកយើងទេសូមឲ្យរាជការកែប្រែទៅសូមឲ្យរាជការកែប្រែទៅអានឹងអញ្ចឹងណាសូមឲ្យរាជការកែប្រែទៅណាក៏យើងធ្វើជាជំរកឯកជនកោះរបស់ប្រទេសក៏វានៅក្នុងដៃរបស់រុស្ស៊ីរបស់ផ្នែកមួយនៃគណៈបកប្រជាជនដូច្នេះហើយពិបាកហើយតលតែរាជការគាត់បញ្ញាប់ធ្វើទៅត្រូវការ10-20ឆ្នាំដើម្បីរើមិនរួចទេគ្រាន់តែតុបទេ10-20ឆ្នាំឲ្យរើរួចហ្នឹងដូចជាមិនទាន់ដឹងទេណាអានឹងចឹងតើយោធាថៃអាចរំលោភដែនអាកាសស៊ីវិលខ្មែរទេចៅសម្លាញ់ដារ៉ូគេរំលោភរួចហើយណាកូនណាគេមករាល់ថ្ងៃហើយតែចៅអត់ស្គាល់អីថាដែនអាកាសហ្នឹងណាបានចៅសួរណាកូនណាគេរំលោភអីតាកូនវ៉ាន់ហា Demetri តាមការស្រាវជ្រាវរបស់តាធ្វើយ៉ាងម៉េចដែរលើដែនសមុទ្រនេះតាសិក្សាស្រាវជ្រាវតាមិនមែនជា policy maker ទេតាមិនមែនជាអ្នកបញ្ចេញនយោបាយទេដូច្នេះការសិក្សាមិនមែនជាការបញ្ចេញនយោបាយហើយការសិក្សាការបារម្ភនេះធ្វើឡើង40ឆ្នាំហើយកូនមិនទំធ្វើទេធ្វើតាំងពីមុនឆ្នាំ2000រហូតដល់មកដល់ឥឡូវតែដូចចាក់ទឹកលើក្បាលទេពីព្រោះមនុស្សដូចតាគ្រាន់តែបានបង្ហាញនៅភាពបារម្ភតែมันអាចទៅធ្វើអីឲ្យរាជការកម្ពុជាលោកអនុវត្តទេណាកូនណាអានឹងអញ្ចឹងវៀតណាមមានគំនិតចង់ដូររដ្ឋាភិបាលខ្មែរឬទេរឿងដូរមិនដូរងាយដូចបកចេកតែរឿងគៀបសង្កត់យើងមើលមិនឃើញបើចៅចង់ដឹងគឺចៅត្រូវដឹងពីរបៀបគៀបសង្កត់ជួនកាលខ្ញុំអត់ដុតផ្ទះចៅទេតែខ្ញុំប្រឡែងពោះប្រឡែងក្អែបប្រឡែងសัตว์កណ្ដុរឲ្យមកបំផ្លាញផ្ទះចៅស្ដាប់បានទេអញ្ចឹងចៅយកចិត្តទុកដាក់ឲ្យច្រើនណាចៅណាផលគុណអនវាយរាវិតវគ្គមុនតកតងនឹងព្រែកជីកបើសិនជាយើងជីកបានជោគជ័យតើអាចដោះស្រាយទេដោះស្រាយអត់បានទេពីព្រោះគេធ្វើចិញ្ចាំងសមុទ្រខាងយួនគេធ្វើហើយនៅឆ្នាំ27គេធ្វើបានខ្លះហើយបន្ទាប់មកទៀតនៅក្នុងប្រហែលជាឆ្នាំ29អីហ្នឹងគឺយើងស្ទះហើយគេកំពុងតែចាក់ធ្វើចិញ្ចាំងសមុទ្រអូខេណាចៅណារឿងដែលគេអួតអាងថាមិនខ្ចីយួនដកដង្ហើមហ្នឹងគឺចូលទេព្រែកជីកហ្វូណនដែលចូលនេះវាคล้ายទៅជាព្រែកជីកអាចគោហ្វូណនទៅហើយផោះតាំងជាក់ស្ដែងចិនខ្ពើមឲ្យលុយទោះបីចិនសន្យាថាឲ្យលុយមកជីកក៏ចិនទៅតល់រហូតដល់ឥឡូវមិនទាន់បញ្ចេញលុយឲ្យទេចិនខ្ពើមចិនក៏ដឹងអំពើពុករលួយតាមបណ្ដោយព្រែកជីកអាជីវកម្មកាយខ្សាច់អាជីវកម្មអីផ្សេងហើយ180គីឡូម៉ែត្រហ្នឹងដូចជាជីកពិតប្រកបតែ10គីឡូទេអា170គីឡូម៉ែត្រទៀតហ្នឹងកាយបន្លំមកទេចិនដឹងថាលុយដែលជះទៅលើការជីកព្រីកហ្វូណនហ្នឹងប្រហែលជាច្បាច់មានតកៅមានកលាតមានអីឆ្កាច់អស់
ហើយចិនវាអត់យល់ឃើញថាអាជីវកម្មជីកព្រែកហ្នឹងបានវិនិយោគកើតទេស៊ីចិនពេញនិយាយហើយក៏ចោលទៅរហូតដល់ឥឡូវនេះលុយមិនទាន់ធ្លាក់មកទេទោះបីមានការបញ្ជាក់ពីរាជការថានឹងជីកក៏ដោយវាទៅជាព្រែកជីកហ្វូណនអាចគោទៅហើយតែនៅក្នុងស្រុកចេះតែទូងស្គរទៅហើយបើសិនជាព្រែកជីកនេះជីកហើយក៏អាចិញ្ចាំងសមុទ្ររបស់យួននឹងវាស្ទះនៅមុខកែបនឹងដែរបើវាមិនស្ទះនៅមុខកែបនឹងទេក៏វាធ្វើឲ្យចង្អៀតនៅមុខកែបអញ្ចឹងអាកន្លែងព្រែកជីកនឹងចាញ់គ្មានឱកាសក្រៅពីដឹកជញ្ជូនយកទៅទុកនៅកំពង់សោមហើយដឹកពីកំពង់សោមចាញ់អាការអួតអាងថាឈប់ដកដង្ហើមតាមយួនអីហ្នឹងណាវាជាមាត់ដែលនិយាយទៅខាតខ្លួនឯងទេអាហ្នឹងមាត់ស៊ីត្រាវចិត្តតែចូលអួតអញ្ចឹងទៅសៀមយួនវារៀបជើងព្រួលហើយស្រេចគឺអាផែនការធ្វើចិញ្ចាំងសមុទ្រនេះហើយប្រាប់ឲ្យហើយអាពាក្យចិញ្ចាំងសមុទ្រនេះមិនមែនចិញ្ចាំងទេអានោះវាធ្វើឲ្យមានឧបសគ្គចរាចរណ៍នេះវាអាហ្នឹងគេហៅចិញ្ចាំងសមុទ្រហើយអូខេនឹងអញ្ចឹងណា